ម៉ែខ្ញុំចង់ហូបក្តាមត្រាំម៉ែធ្វើខ្ញុំហូបបានអូខេឥឡូវទស្សនាដល់គ្នាជាដំបងរបស់យើងយកក្តាមទៅត្រាំតកតទៅវាស្លប់អីយើងយកវាមកបកមកអ្នកយកសកៃយកអីចេញមកឲ្យស្អាតមកអ្នកគ្នាបាទហើយយើងកាច់វាជាពីរមកដើម្បីឲ្យយើងស្រួលញ៉ាំអញ្ចឹងហើយស្នូករបស់វាហ្នឹងគឺយើងឆ្កឹះខ្លាញ់លឿងមកអ្នកគ្នាអូយតំណងខ្លាំងមែនតើតមកទៀតយើងយកក្តាមមកលាងឲ្យស្អាតអូយតំណងខ្លាំងមែនតើមកស្រស់ល្អហ្មងបន្ទាប់ពីយើងលាងក្តាមហើយយើងបេះខ្ទឹមម្ទេសដាក់មកអ្នកគ្នាហើយបុកវាឲ្យមាត់មកហើយយើងយកខ្លាញ់ក្តាមដែលយើងឆ្កឹះហ្នឹងបាទចាក់ទឹកត្រីចូលដាក់ម្ទេសខ្ទឹមដែលយើងបានបុកហើយមិញដាក់ម្សៅស៊ុបចូលដាក់ស្ករសចូលមកអូយដាក់ដិតមកអ្នកគ្នាបន្តមកទៀតយើងកូរវាចូលជាត្មងទៅហើយយកក្តាមដែលយើងលាងហើយមិញដាក់ចូលគ្រឿងរបស់យើងយើងកូរវាមកច្បល់ចោះច្បល់ឡើងចូលជាតិចូលចៅហ្មងទៅបាទហើយយើងជាតិក្រូចឆ្មាជាចំណិតច្បាច់វាយកទឹកមកបន្តមកទៀតយើងយកទឹកក្រូចឆ្មាយើងច្បាច់ហើយស្រោចពីលើក្តាមជ្រក់របស់យើងហើយយើងកូរវាចោះកូរវាឡើងមកក្តាមជ្រក់របស់យើងគឺយកជាតិហើយឥឡូវយើងភ្លក់សាកមើលសិនបាទអូជាតិសាហាវហើយយើងគ្រប់ក្តាមជ្រក់របស់យើងទុកហើយបន្តមកទៀតយើងបើកមកវិញបាទអូយតំណងខ្លាំងមែនតើនេះសាច់ក្តាមសិតតែសាច់ហើយអ្នកគ្នាកុំភ្លេចវាយជីវាយអីចូលទៅហើយយើងញ៉ាំតែហ្មងទៅបាទហើយអ្នកគ្នាឲ្យប្រមាណលើ10ដែរតែឲ្យ5លើ10បដ ாய்ញ៉ាំទេចប់